បាទសួស្តីបងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីស្រឡាញ់បាទនេះគឺជាសកម្មភាពរបស់យើងខ្ញុំទៅបបកត្រីជាក្រុមនេះឈ្មោះថាក្រុមបបកត្រីដាច់បាយឲ្យតែថ្ងៃសៅរ៍គឺពួកខ្ញុំចេញដំណើរហើយចេញពីព្រឹកព្រលឹមទៅដល់នោះប្រហែលជាម៉ោង6ទៅម៉ោង7ព្រឹកចឹងហើយយើងចាប់ផ្ដើមធ្វើសកម្មភាពបបកត្រីបែបនេសាទបែបស្របច្បាប់បាទហើយក៏សូមផ្ដាំទៅបងប្អូនមួយចំនួនដែលរស់ស៊ីខុសច្បាប់ផងដែរបាទបើសិនជាអាចបញ្ឈប់បានក៏បញ្ឈប់ទៅព្រោះថាវាចង់ដាច់ពូជត្រីយើងអស់ហើយទុកឲ្យបងប្អូនយើងអ្នករស់ស៊ីស្របច្បាប់និងរស់ស៊ីតិចតួចតាមជីវភាពរបស់គាត់រស់ស៊ីឲ្យគាត់ទុកគាត់រោនេសាទដើម្បីចិញ្ចឹមជីវភាពរបស់គាត់ផងនេះគឺជាសកម្មភាពចូលចិត្តដល់ហើយពួកខ្ញុំដើរស្ទូចត្រីនេះស្ទូចតាមដៃស្ទឹងតាមអូអញ្ចឹងណាបងប្អូនហើយតិចទៀតនឹងបានទៅដល់បឹងនេះគឺជាបឹងនេះគឺខ្ញុំបានមួយហើយមុនគេហើយនេះបងប្អូនយើងបបកនៅគៀងខ្ញុំនេះបាទអរគុណបាទជម្រាបលាបាទ